សូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូរឿងនិទានថ្មីៗនៅមុខអគារក្រុមហ៊ុនដ៏ធំមួយបុរសវ័យចំណាស់60ឆ្នាំម្នាក់កំពុងកាន់អំបោសបោសសម្អាតស្លឹកឈើដែលជ្រុះនៅពេញផ្លូវគាត់មានឈ្មោះថាពូវឿនគាត់ជាបុគ្គលិកអនាម័យដែលធ្វើការនៅទីនោះអស់រយៈពេលជាង15ឆ្នាំមកហើយមនុស្សភាគច្រើនដើរកាត់គាត់រាល់ថ្ងៃអ្នកខ្លះក៏ញញឹមដាក់អ្នកខ្លះក៏មិនដែលសម្លឹងមើលមុខគាត់ផងប៉ុន្តែពូវឿនមិនដែលខឹងនឹងអ្នកណាឡើយគាត់តែងតែនិយាយពាក្យមួយឃ្លាដដែលថាការងារគ្រប់មុខសុទ្ធតែមានតម្លៃបើធ្វើដោយភាពស្មោះត្រង់នៅថ្ងៃមួយក្រុមហ៊ុនបានទទួលបុគ្គលិកថ្មីម្នាក់គាត់មានឈ្មោះថា David គាត់ទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនិងមានទំនុកចិត្តលើខ្លួនឯងជាខ្លាំងថ្ងៃធ្វើការដំបូងនៃការងារពេលដើរចូលអគារ David បានបោះកែវកាហ្វេចោលក្បែរធុងសំរាមដោយមិនបានចូលនៅក្នុងធុងសំរាមឡើយពូវឿនដើរមករើសហើយនិយាយដោយស្នាមញញឹមប្រាប់ក្មួយនោះថាក្មួយលើកក្រោយជួយបោះចូលទៅក្នុងធុងសំរាមផងណា David គ្រាន់តែសើចតិចហើយនិយាយថាពូជាអ្នកសម្អាតនៅទីនេះមែនទេនេះជាការងាររបស់ពូហើយពូវឿនមិនតបអ្វីឡើយគាត់គ្រាន់តែអោនរើសកែវកាហ្វេនោះហើយបោះចូលទៅក្នុងធុងសំរាមប៉ុន្មានថ្ងៃកន្លងទៅ David នៅតែមានអាកប្បកិរិយាដូចដើមគាត់មិនដែលនិយាយអរគុណអ្នកយាមអ្នកអនាម័យឬបុគ្គលិកបម្រើការឡើយក្នុងគោលគំនិតរបស់គាត់មនុស្សទាំងនោះមិនសំខាន់ទេរហូតដល់ថ្ងៃមួយក្រុមហ៊ុនប្រកាសថានឹងជ្រើសរើសបុគ្គលិកម្នាក់ឲ្យឡើងតំណែងជាប្រធានក្រុម David ជឿជាក់លើខ្លួនឯងនឹងជាប់ព្រោះគាត់ពូកែធ្វើការងារនិងមានលទ្ធភាពល្អជាងគេថ្ងៃប្រកាសលទ្ធផលមកដល់អ្នកគ្រប់គ្រងបានហៅបេក្ខជនទាំងអស់ឲ្យចូលបន្ទប់ប្រជុំគាត់សួរសំណួរមួយក្នុងចំណោមអ្នកទាំងអស់គ្នាតើមានអ្នកណាស្គាល់ឈ្មោះពេញរបស់ពូអ្នកអនាម័យដែលធ្វើការនៅក្នុងក្រុមហ៊ុននេះទេបន្ទប់ទាំងមូលក៏ស្ងាត់គ្មានអ្នកណាឆ្លើយបានឡើយសូម្បីតែ David អ្នកគ្រប់គ្រងញញឹមហើយនិយាយថាគាត់ធ្វើការនៅទីនេះជាង15ឆ្នាំហើយគាត់សម្អាតកន្លែងដែលយើងធ្វើការជារៀងរាល់ថ្ងៃប៉ុន្តែគ្មាននរណាម្នាក់ចំណាយពេលសួរគាត់សូម្បីតែម្ដងគាត់បន្តថាមនុស្សដែលគោរពតែអ្នកធំហើយមើលងាយអ្នកតូចមិនទាន់ស័ក្តិសមជាមេដឹកនាំអ្នកដទៃទេ David អោនមុខចុះគាត់នឹកឃើញរាល់ពេលដែលខ្លួនមិនគោរពពូវឿនបន្ទាប់ពីចប់ប្រជុំ David ដើរទៅរកពូវឿនគាត់លើកដៃសំពះហើយនិយាយថាពូខ្ញុំសុំទោសខ្ញុំធ្លាប់មើលងាយពូព្រោះខ្ញុំគិតថាការងាររបស់ពូមិនសំខាន់តែថ្ងៃនេះខ្ញុំទើបដឹងថាមនុស្សគ្រប់រូបសុទ្ធតែសមនឹងទទួលបានការគោរពពូវឿនញញឹមហើយនិយាយថាមិនទាន់យឺតពេលទេក្មួយមនុស្សដែលដឹងកំហុសខ្លួនហើយកែប្រែបានគឺជាមនុស្សដែលរីកចម្រើនមួយឆ្នាំក្រោយមក David បានក្លាយជាប្រធានក្រុមពិតមែនប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នាគោរពគាត់មិនមែនដោយសារតែតំណែងនោះទេគឺដោយសារតែគាត់ស្វាគមន៍អ្នកគ្រប់គ្នាដោយស្នាមញញឹមគាត់ស្គាល់ឈ្មោះអ្នកយាមអ្នកអនាម័យអ្នកបើកបរនិងបុគ្គលិកគ្រប់ផ្នែកព្រោះគាត់បានរៀនថាការគោរពមនុស្សមិនអាស្រ័យលើតួនាទីរបស់ពួកគេទេប៉ុន្តែអាស្រ័យលើបេះដូងរបស់យើង